ល់ថាมันមានកម្មវិធី EV3 សូមបងប្អូនស្រាវជ្រាវឲ្យបានជាមុនសិនមុននឹងបងប្អូនចូល comment មុនបងប្អូននិយាយប៉ះពាល់ក្រុមហ៊ុនអីគេមួយវាអាចប៉ះពាល់ទៅដល់កិត្តិយសបងប្អូនព្រមទាំងឯកសារបងប្អូនឧទាហរណ៍ថាបងប្អូននៅសហរដ្ឋអាមេរិកបងប្អូននិយាយប៉ះពាល់ក្រុមហ៊ុនគេដាក់ពាក្យប្តឹងអញ្ចឹងវាប៉ះពាល់បើសិនជាពាក្យប្តឹងទៅជួនកាលបងប្អូនទៅស្រុកខ្មែរជួនកាលគេសួរនាំគេថាដីកាចេញហៅនាំចូលបំភ្លឺយើងអត់ចូលគេប្តឹងរហូតដល់យើងលក់ផ្លូវអត់បានចូលទៅស្រុកខ្មែរអញ្ចឹងមុននឹងបងប្អូននិយាយអីមួយ comment អីមួយបងប្អូនត្រូវគិតចាណាមិនមែនថាបើសិនបងប្អូនយល់ស្រាវជ្រាវច្បាស់ចាំនិយាយកុំឲ្យបងប្អូនចេះតែនិយាយដូចថាតាពីអត់មានឯកសារយោងអត់មានឆ្វេងស្ដាំអញ្ចឹងបងប្អូនបាទអញ្ចឹងវាប៉ះពាល់យើងថានៅសុកយើងនាំរឿងដាក់ខ្លួនថាយើងនិយាយមិនប៉ះពាល់ក្រុមហ៊ុនគេអត់អីទេតែបើយើងនិយាយប៉ះពាល់ក្រុមហ៊ុនគេគឺដាក់ពាក្យប្តឹងហើយអានោះទី1ទី2យើងមិនមែនហាមបងប្អូនមិនឲ្យការនិយាយទេប៉ុន្តែសូមនិយាយនៅក្នុងក្របខ័ណ្ឌច្បាប់នៅក្នុងចំណេះដឹងមួយដែលបងប្អូនបានទទួលការរៀនសូត្រយល់ដឹងថានិយាយគឺមានហេតុផលនិយាយគឺមានឯកសារយោងនិយាយគឺមានភស្តុតាងមួយទៀតការនិយាយមួយទៀតគឺការនិយាយអប់រំបើថាអូបងប្អូនការដាក់ពាក្យអីមួយសូមបងប្អូនស្រាវជ្រាវច្បាស់អានេះគេហៅថាការអប់រំបាទនិយាយមកដោយគេហៅថានៅកណ្ដាលមានន័យថាយើងនិយាយដោយណែនាំបងប្អូនធ្វើអីមួយឲ្យមានការគិតវែង